ចំពោះបន្តទៀតគឺយើងត្រូវការដាក់កម្រាស់វាឥឡូវយើងសារកម្រាស់អានេះខ្ញុំដាក់ខាងក្រោមនៅមុនទៅវិញគេគឺកម្រាស់វាគឺ70អញ្ចឹងខ្ញុំប្រើប្រហែលជា symmetric 70សងខាងខាងលើឥឡូវគឺវាត្រូវការ restore sketch ទៅវិញអញ្ចឹងក្នុង Pathfinder អូខេ Pathfinder restore អូខេនេះគឺ50 add 50អូខេឥឡូវវាបានប៉ុណ្ណេះឥឡូវត្រូវការពុះខាងមុខនេះអានេះគឺ30 40អញ្ចឹងខ្ញុំធ្វើការគូរវាខាងនេះនេះខាងមុខនេះ Ctrl X ឥឡូវយើងដាក់ប៉ុណ្ណេះទៅអានេះគឺ30ហើយអាកម្ពស់បដៅវាគឺ40អូខេអញ្ចឹងមកប៉ុណ្ណឹងយើងអាចកាត់ទម្លុះវាបានคลิกទៅប៉ុណ្ណេះមកពី Ctrl នេះក៏ Shift ចុចមក minus ដកអូខេឥឡូវខ្ញុំបិទ PMI មកតង់ទៅបិទ sketch វា clean តិចឥឡូវប៉ុណ្ណេះសិនហើយខាងលើនេះគឺខ្ញុំដាក់ដែរទៀតថានេះគឺ round ឥឡូវខ្ញុំប្រើ round កម្មវា25អង្សាសិនកើតអត់ home round ជា25 face អត់កើតទេអញ្ចឹងខ្ញុំបង្កើតប្រើគេដាក់កាវាងវិញប្រើ add វិញយើង apply តាម option នៅមួយដែលយើងអាចគួរតែដាក់គួរតែសាកល្បង25អូខេហើយខាងលើនេះរង្វង់ដែលមានប្រវែងវា15ពីខាងក្រោមក៏ទៅវាគឺ12អញ្ចឹងរង្វង់ខ្ញុំរើយកប្លង់មួយនេះរួមចិត្ត12អូខេអញ្ចឹងចំពោះពីខាងមុខវាទៅកាត់ឆ្លុះមកតង់ទៀតនេះអានេះគឺ30អូខេអញ្ចឹងកម្ពស់វាប្រហែលគឺបើសំខាន់ទូទាំងអស់ខ្ញុំរើសយកប្លង់មួយនេះ Ctrl X មកហើយចំពីមុខចេះអូខេឥឡូវបើសិនជាមើលចេះអូខេខាងក្រោមឥឡូវខ្ញុំគូរចតុកោណប្រភេទជាបាទ2000ដោយសារយើងដឹងហើយនោះគឺ50អញ្ចឹងមានថាសងខាងនេះគឺ10នេះ10តែមកគឺ50អានេះគឺអូតូបន្តិចគឺ50បើខ្ញុំដាក់ការវា10គឺវាខុស50ហើយអូខេកាត់ទម្លុះទីមកក្រោយវិញដោយសារបើយើងដាក់ symmetric គឺកាត់ទាំងដែរចឹងយើងបិទ symmetric ចោលដាក់មកខាងអូខេបិទ PMI អូខេឥឡូវយើងមើលរូបយើងដូចអ្វីដែរក្នុងกระดาษនេះអត់ចូលវិញគឺដូចគ្នាអញ្ចឹងតាមរហ័សគេយើងគឺចប់ប៉ុណ្្នេះឯងហើយអរគុណច្រើន